នៅត្រង់ចំណុចគេហៅព្រំបន្ទល់ស្រុកថ្មពួកបាទអញ្ចឹងយើងសួរអាជ្ញាធរយើងបងយំមិញធ្លាក់ប្រហែលម៉ោងបានដែរម៉ោងប្រហែលជាខ្ទង់ម៉ោង 11:40 នាទីម៉ោង 11:40 នាទីបាទអញ្ចឹងគាត់អង្គុយហូបបាយឡើយនេះណាបានអត់បាយបាទឥឡូវបងប្អូនទៅមើលបាទនេះជាស្នាដៃចៅសៀមបាទជាស្នាដៃចៅសៀមដែលតកងឡាននេះគាត់អង្គុយហូបបាយនេះកន្លែងគាត់ហូបបាយយប់មិញបាទកន្លែងគាត់ហូបបាយយប់មិញគាត់អង្គុយលើនេះកុំថតឈាមនេះកន្លែងគាត់ហូបបាយណាបាទកន្លែងគាត់ហូបបាយគឺគាត់ហូបបាយកន្លែងនេះឯងបងប្អូនឃើញហើយគឺគាត់ហូបបាយយប់មិញហ្នឹងនៅវេលាម៉ោងបងអង្គុយនៅវេលាម៉ោង11:40 នាទីចំណុចជានេះគឺនៅស្រុកថ្មពួកបាទអញ្ចឹងគោលដៅរបស់វានឹងគឺវាគោលដៅរបស់វាខ្ញុំសូមជម្រាបប្រាប់បងប្អូនថាសូមបងប្អូនមានការប្រុងប្រយ័ត្នតែសម្រាប់ខ្ញុំអ្នកកសែតជួមុខគឺយើងមិនមានការភ័យខ្លាចអីទេសម្រាប់ក្រុមការងារ SBT គឺដាក់ចិត្តដាក់កាយដើម្បីក្នុងការចោះយកព័ត៌មានហើយអញ្ចឹងបងប្អូនត្រូវគិតថាវាស្មានតែចង់និយាយថាដ្រូនដែលវាហោះហ្នឹងគឺវាសកាំងមានតែវាស្មានតែឡានហ្នឹងដឹកកងទ័ពបាទបាទអញ្ចឹងមានន័យថារថយន្តហ្នឹងរថយន្តក្រុងនេះវាស្មានតែមានន័យថាវាចឹងចាំតែម្ដងដ្រូនវាគឺហោះចាំឃើញឡានហ្នឹងអញ្ចឹងហើយវានឹកស្មានថាឡានហ្នឹងជាឡានដឹកកងទ័ពបាទអញ្ចឹងគោលដៅវាទម្លាក់ហ្នឹងគឺវាទម្លាក់បាទវាទម្លាក់ដើម្បីកន្លែងដែលវាស្មានតាឡានហ្នឹងដឹកកងទ័ពឬក៏ដឹកស្បៀងអញ្ចឹងវាមិនរងផ្ដាច់ស្ពានផ្ដាច់អីអញ្ចឹងសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់មែនទែនយើងឃើញថាតែគាត់បាត់បង់អាយុជីវិតគឺគាត់បាត់បង់ឡើយនេះបាទបងប្អូនមើលចម្ងាយពីនេះប្រហែលប្រហែលបាទចម្ងាយពីនេះបងប្អូនមើលបាទបងប្អូនមើលប្រហែលជាខ្ទង់ 5-10 ម៉ែត្របាទនេះគឺជាស្នាដៃដ៏ខុសខើបំផុតបាទអញ្ចឹងសូមឲ្យអន្តរជាតិមេត្តាថ្កោលទោសមែនទែនអានេះចូលដល់ដែនអធិបតេយ្យភាពរបស់កម្ពុជារបស់យើងហើយគឺរថយន្តបានខ្ទេចទាំងស្រុងតែម្ដងបងប្អូនបាទរថយន្តនេះគឺរថយន្តនេះទៅដឹកជនភៀសឹកបាទបងប្អូនឃើញហើយខ្ទេចតែម្ដងបាទខ្ទេចតែបងប្អូនមើលឃើញបែងបងប្អូននេះបងប្អូនឃើញហើយបែងសូមឲ្យអន្តរជាតិពិភពលោកមេត្តាមើលចុះនេះជាសោកនាដកម្មដោយសារឃ្លានពានបាទហើយចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាតែម្ដងបាទនេះការឈ្លានពានបងប្អូនឃើញរថយន្តគឺខ្ទេចតែម្ដងអញ្ចឹងតែបងប្អូនយើងផ្សាយថានៅជប់កគីនោះមិនមែននៅជប់កគីទេគឺនៅក្នុងស្រុកថ្មពួកបាទនៅស្រុកថ្មពួកបាទនេះបងប្អូនឃើញហើយគិតមើលរថយន្តចតកន្លែងហ្នឹងណាបងនេះដៅវាធ្លាក់បាទនេះយើងមើលដៅនេះបងប្អូនគ្រាន់តែដៅដែលវាធ្លាក់ដ្រូនពីចម្ងាយហ្នឹងបងប្អូនចម្ងាយហ្នឹងគឺថាជះទៅដល់នោះបាទយើងវាឈឺចាប់បាទឈឺចាប់មែនទែនបងប្អូនបាទបងប្អូនឃើញនេះហើយសូមឲ្យបងប្អូនយើងអ្នកដែលនេះសម្រាប់ក្រុមការងារ SBT យើងអត់មានការខ្លាចទេព្រោះយើងចូលយកព័ត៌មានគឺយើងបដូរជីវិតនេះយើងថតដើម្បីឲ្យពិភពលោកដើម្បីឲ្យអង្គការដំក្រមប្រឹក្សាអង្គការសហប្រជាជាតិឲ្យបានឃើញបាទការហោះទម្លាក់ដ្រូនចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាសូមឲ្យអន្តរជាតិមេត្តាមើលឃើញ
ឧត្តមក្រុមប្រឹក្សាអង្គការសហប្រជាជាតិមើលឃើញអំពីសោកនិតកម្មបាទដោយសារតែបាទសៀមបើកការវាយប្រហាររំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជាបងប្អូនឃើញហើយគឺតិចយើងគិតមើលបងប្អូនណាផ្ទុះកន្លែងហ្នឹង5ម៉ែត្រពីនោះមក5ម៉ែត្រពីខាងខ្នល់ទៅមក6 7ម៉ែត្រណាតែ8ម៉ែត្រ8ម៉ែត្របងប្អូនមើលខ្ទេចទាំងអស់ណាបងប្អូនណាមិនមែនតែខាងហ្នឹងទេមកខាងនេះទៀតបងប្អូនណាបាទមិនមែនតែមកចំហៀងទេបងប្អូនណាទាំងសងខាងតែម្ដងនេះបាទបងប្អូនឃើញទេទាំងសងខាងតែម្ដងបាទហើយឡាននេះបើតាមយើងទទួលព័ត៌មានថាពួកគាត់ទៅដឹកជនពិសឹកជំលះជនពិសឹកហើយមិនត្រឹមប៉ុណ្្នឹងទេរហូតដល់ដាច់ខ្សែកាបទៀតក្រុមខ្សែកាបកំពុងតែនេះខាងនេះបាទខ្សែកាបបាទសុំជិញបាទខាងអូនខ្សែកាបណាអូនសុំជិញបាទនេះសុំបីនេះក៏ដាច់ខ្សែកាបដែរបងប្អូនហើយឥឡូវនេះក្រុមការងារខ្សែកាបគឺគាត់កាត់ចាប់ដើមបាទគឺគាត់ចាប់ដើមតបាទគឺគាត់ចាប់ដើមបាទគាត់ចាប់ដើមដាច់ខ្សែកាបហ៎បាទគ្របនោះដាច់កន្លែងនោះបែកទៀតទៅចំចាក់កាបឯណាបែកមើលមើលបាទបាទសូមឲ្យអន្តរជាតិមេត្តាមើលបាទនេះបងប្អូនឃើញទេនេះបែកទៅនោះមកយើងគួរឲ្យសោកស្ដាយយើងគួរឲ្យឈឺចាប់ណាបាទយើងឈឺចាប់បំផុតមកចេញនៅតខ្សែកាបយើងតខ្សែកាបបានហើយពួកអស់ខាងនេះរថយន្តនេះនេះយើងខ្លួនឯងនេះណាបីគ្រឿងរថយន្តនេះបាទកុំឲ្យដាច់សេវាតោះឈឺចាប់ហ៎យកតភ្លឺអរគុណណាបងប្អូនគិតមើលអង្គុយហូបបាយទៅនោះណាយើងឈឺចាប់ហើយយើងចុកចាប់បងប្អូនវាសុកចិត្តអោនក្បាលជាមួយភូមិសុំទោសភូមិតែវាដកកម្លាំងមកឈ្លានពានកម្ពុជាហើយកម្ពុជារបស់យើងអត់ធ្មត់រហូតដល់24ម៉ោងជាង24ម៉ោងហើយបងប្អូនចំណាយក្នុង30ម៉ែត្រដល់ក្នុង30ពីដល់គ្រាប់ម្ដងនេះต้อง30ទៀតបាទដល់ចូល30ម៉ែត្របងប្អូនមើលពីនោះមកចូល30ម៉ែត្រហើយគាត់អង្គុយហូបបាយកន្លែងនេះណាបងប្អូនគាត់អង្គុយទទួលទាន